បឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំបីនៅបត្រៃសារណៈដោយសេចក្តីគោរពជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថេរៈគ្រប់អង្គទាំងនៅក្នុងនិងក្រៅប្រទេសក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទពីគ្រប់ទិសទីទាំងអស់នៅក្នុងថ្ងៃនេះអង្គខ្ញុំមកគណៈអាត្មាភាពផលិតវីដេអូនេះឡើងដើម្បីធ្វើការថ្លែងអំណរអគុណទៅដល់ញាតិញោមដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាក៏ដែលញោមទាំងអស់នោះបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់មូលនិធិបញ្ញាសកលតាមរយៈព្រះគ្រូសត្ថាមនីសុំបញ្ញាដើម្បីឲ្យអង្គខ្ញុំបកគណៈអាត្មាភាពចាត់ចែងជាវនៅសម្ភារៈដើម្បីយកទៅជូនដល់ញាតិញោមដែលកំពុងតែមានការខ្វះខាតហើយសម្រាប់ញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ក្នុងនោះគឺមានញោមរស់នៅសហរដ្ឋអាមេរិកគឺមានទី1លោកនួនសូនិងភរិយាអ្នកស្រីនួននឹករដ្ឋម៉ាសាយូសេត$100ទី2ម្ចាស់សទ្ធាប៉ុលនាងលក្ខណាចន្ទថាធីមព្រមទាំងក្រុមគ្រួសារ$500ទី3ម្ចាស់សទ្ធាចន្ទរះទេវី$30ទី4ម្ចាស់សទ្ធាកែវស្រីពៅនិងម្ចាស់សទ្ធាវែងស្រីនាង$170ទី5ម្ចាស់សទ្ធាជូដនលីវ៉ៃថេត$50បូករួមជាមួយនឹងញោមដែលបានឧបត្ថម្ភនៅសរងក្នុងនោះគឺមានញោមលឹមហៀងបូករួមជាមួយនឹងញោមគីមអ៊ីមចៅប្រេតដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកព្រោះនេះគឺជាឈ្មោះរបស់ញាតិញោមដែលជាម្ចាស់សទ្ធារស់នៅសហរដ្ឋអាមេរិកដូច្នេះសម្រាប់ញាតិញោមដែលរស់នៅក្នុងប្រទេសកាណាដាមានដូចជាទី1ញោមឧបាសិកាលីវ៉តព្រមទាំងក្រុមគ្រួសារ$107កាណាដាទី2លោកអឹងជំងឺព្រមទាំងក្រុមគ្រួសារ$150កាណាដាទី3ម្ចាស់សទ្ធាទេពឈុំ$30កាណាដាទី4ម្ចាស់សទ្ធាទេពចានីនិងសម្បត្តិងួនព្រមទាំងគ្រួសារ$50កាណាដាទី5ម្ចាស់សទ្ធាទេពចំណាន$10កាណាដាទី6ម្ចាស់សទ្ធាឧត្តម$20កាណាដាទី7ម្ចាស់សទ្ធាតិតម្ថា$10កាណាដាទី8ម្ចាស់សទ្ធាសបានព្រមទាំងគ្រួសារ$225អធិស្ឋាន$25កាណាដាទី9ម្ចាស់សទ្ធាតោសវណ្ណាត$30កាណាដាទី10ម្ចាស់សទ្ធាលីឆាយនិងហាន់នីអ៊ុយ$40កាណាដាទី11ម្ចាស់សទ្ធាផានរ៉េត$20កាណាដាទី12ម្ចាស់សទ្ធាចន្ទ្រាភក្តីនិងអ្នកម្ដាយ$40កាណាដាទី13លោករំនិងភរិយាអ្នកស្រីអាស្រី$40កាណាដាទី14ម្ចាស់សទ្ធាឆារវ៉ាន់$20កាណាដាទាំងអស់នេះគឺជាឈ្មោះរបស់ញាតិញោមដែលជាម្ចាស់សទ្ធារស់នៅសហរដ្ឋអាមេរិកនិងញាតិញោមដែលជាម្ចាស់សទ្ធារស់នៅក្នុងប្រទេសកាណាដាដែលបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនដើម្បីប្រគេនដល់ព្រះគ្រូសត្ថាមនីសុំបញ្ញាដែលជាព្រះប្រធាននៃមូលនិធិបញ្ញាសកលដើម្បីអង្គខ្ញុំគណៈអាត្មាភាពភិក្ខុសិលសង្ឃវរៈសុចសិញជាអ្នកទទួលខុសត្រូវនៅក្នុងខេត្តកំពង់ចាមដើម្បីយកនៅបច្ច័យទាំងអស់នេះមកជាវជាសម្ភារៈជូនទៅដល់ញាតិញោមដែលកំពុងតែមានការខ្វះខាតនឹងឯងដូច្នេះអង្គខ្ញុំបកគណៈអាត្មាភាពក៏អត់មានអ្វីជាបដិការៈតបស្នងឆ្លងនៅសទ្ធាទឹកចិត្តរបស់ញាតិញោមដែលបានចំណាយនៅថវិកាផ្ទាល់ខ្លួនដើម្បីជាវនៅសម្ភារៈទាំងអស់នេះជូនទៅដល់ញាតិញោមដែលកំពុងតែមានការខ្វះខាតនោះទេអង្គខ្ញុំគណៈអាត្មាភាពគឺមានតែពាក្យបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាលយ៉ាងនេះសូមជួយបីបាច់ថែរក្សាទៅដល់ញោមដែលជាម្ចាស់សទ្ធារស់នៅក្នុងប្រទេសអាមេរិកផងនិងញាតិញោមដែលរស់នៅក្នុងប្រទេសកាណាដាផងសូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានកើតការវាគុំត្រជាក់ត្រជុំសុខដុមរមនាលមូមិត្តបងប្អូនកូនចៅដាក់ចុះដោះឡើងឲ្យជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយកណាហើយម្យ៉ាងទៀតចំពោះបកណាម្ចាស់ក៏ដូចជាញាតិញោមពុទ្ធបរិស័ទទាំងអស់បើសិនជាមានបំណងចង់ឧបត្ថម្ភដល់មូលនិធិបញ្ញាសកលក៏ដូចជាមានបំណងចង់ឧបត្ថម្ភដល់ក្រុមគ្រួសារខាងលើសម្រាប់បកណាម្ចាស់និងញាតិញោមដែលគង់និងរស់នៅក្នុងប្រទេសគឺអាចទំនាក់ទំនងមកអង្គខ្ញុំគណៈអាត្មាភាពបានដោយអង្គខ្ញុំគណៈអាត្មាភាពគង់នៅក្នុងកុដិលេខ1វត្តបទុមរតនដីដុក្រុងកំពង់ចាមខេត្តកំពង់ចាម
หรือก็อาจตำแหน่งตำนองตามระยะชาติaccount Facebook អង្គខ្ញុំកណាត់มาเพียบមានឈ្មោះថាសុចសេងគឺជា account ដែលបង្ហោះនៅคลิปវីដេអូនេះឯងហើយតាមរយៈលេខទូរស័ព្ទ088 25 18 935សម្រាប់បកណាម្ចាស់ញាតិញោមដែលគង់នឹងរស់នៅសហរដ្ឋអាមេរិកក៏គឺអាចទំនាក់ទំនងទៅព្រះគ្រូសទ្ធាមនីសុំបញ្ញាបានដោយព្រះអង្គគ្រូគង់នៅរដ្ឋ Rhode Island នៅសហរដ្ឋអាមេរិកដោយលេខទូរស័ព្ទរបស់ព្រះគ្រូសទ្ធាមនីសុំបញ្ញាគឺ 224 804 5969 អញ្ចឹងសម្រាប់ញាតិញោមក៏ដូចជាបកណាម្ចាស់គង់ដែលនឹងរស់នៅប្រទេសកាណាដាគឺអាចទំនាក់ទំនងទៅញោមស្រីទាំងពីរបានដោយញោមស្រីទាំងពីររស់នៅក្នុងទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដានោះគឺមានញោមស្រី Livot និងញោមសឿសុខុមដូច្នេះសម្រាប់លេខទូរស័ព្ទរបស់ញោមស្រី Livot គឺមាន438 504 8809 លេខទូរស័ព្ទរបស់ញោមស្រីសឿសុខុមណាគឺមាន514 237 9643ណាដូច្នេះសម្រាប់បកណាម្ចាស់ញាតិញោមណាដែលនៅក្រៅប្រទេសគឺអាចទំនាក់ទំនងទៅព្រះគ្រូសទ្ធាមនីសុំបញ្ញាបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំគណៈអាត្មាភាពបានប្រកាសពីខាងដើមនេះគឺសម្រាប់បកណាម្ចាស់និងញាតិញោមដែលគង់នឹងរស់នៅសហរដ្ឋអាមេរិកសម្រាប់ប្រទេសកាណាដាគឺអាចទំនាក់ទំនងទៅញោមស្រីទាំងពីរបានព្រោះគឺញោមស្រី Livot និងញោមស្រីសឿសុខុមដែលលេខទូរស័ព្ទក៏អង្គខ្ញុំគណៈអាត្មាភាពបានប្រកាសពីខាងដើមហើយដែរដូច្នេះអង្គខ្ញុំគណៈអាត្មាភាពក៏សូមធ្វើ clip វីដេអូថ្លែងអំណរគុណតែប៉ុណ្ណេះក៏ប៉ុន្តែមុននឹងបញ្ចប់នៅ clip វីដេអូនេះក៏សូមធ្វើការប្រម៉ាយប្រមូលនៅកងការមហាកុសលទាំងអស់ដែលខ្ញុំគណៈអាត្មាភាពបានបំពេញនៅក្នុងការចែកទានដល់ញាតិញោមដែលកំពុងតែមានការខ្វះខាតជាកន្លងមកសូមប្រម៉ាយប្រមូលនៅកងការមហាកុសលទាំងអស់នេះប្រគេនទៅដល់ណាព្រះគ្រូសទ្ធាមនីសុំបញ្ញាក៏ដូចជាបកណាម្ចាស់គ្រប់ព្រះអង្គទាំងនៅក្នុងនិងក្រៅប្រទេសហើយក៏សូមជូនបុណ្យកុសលនេះទៅដល់ញោមឲ្យបានគ្រប់គ្នាហើយសូមឲ្យញោមក៏ដូចជាព្រះគ្រូសទ្ធាមនីសុំបញ្ញានិងបកណាម្ចាស់គ្រប់ព្រះអង្គឲ្យជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡាយកណាសូមអរព្រះគុណនិងសូមអរគុណ